បញ្យល់ពីរបាំត្រុដិដែលខ្មែរយើងតែងលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបាំត្រុដិគឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនិងឱកាសប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋានឬការិយាល័យផ្សេងៗឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើមរបាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថាត្រោះសង្ក្រាន្តតួអង្គក្នុងរបាំត្រុដិមានតួសម្ដែងច្រើនគ្នាដូចជាតួសត្វប្រើសព្រានព្រៃយក្សព្រាយស្រីក្រចកវែងសត្វក្ងោកសត្វទុនសោងហើយហោងកំដរដោយក្រុមអ្នកវាយស្គរដៃក្រុមអ្នកបុកកញ្ចែដែលមានចងចង្ក្រង់នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំហើយច្រៀងបន្តដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់តាមវគ្គឃ្លានៃចម្រៀងខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗយោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរដ្ឋអ៊ីវទួតនៅខេត្តបាត់ដំបងពាក្យពេចន៍ចម្រៀងដែលរបាំត្រុដិនេះចែកជា4វគ្គការមកដល់នៃរបាំការសុំទាននិងបច្ច័យការប្រមូលទាននិងបច្ច័យនិងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យប្រភពឯកសារជាច្រើនបានអះអាងថារបាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំដូចជាជនជាតិសំរ៉ែសួយពណ៌ជាដើមព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែតសុរិន្ទគោកខណ្ឌឧត្បលរាជធានីសៀមរាបព្រះវិហារកំពង់ធំពោធិ៍សាត់បាត់ដំបងជាដើមជនជាតិដើមហៅពាក្យត្រុដិនេះគឺសំដៅដល់ពេលដាច់ឆ្នាំចាស់ត្រាច់ផ្លាស់ចូលឆ្នាំថ្មីឱកាសគេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋានឬការិយាល័យផ្សេងៗឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើមគោលបំណងនៃការសម្ដែងរបាំត្រុដិនេះគឺដូចទៅនឹងម៉ោងសាយរបស់ជនជាតិចិនដែរក្នុងពិធីបុណ្យចូលឆ្នាំថ្មីគេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីរីករាយដោយទៅវិញការដែលមិនចូលរួមអបអរសាទរនៅរបាំនេះដោយប្រការណាមួយអាចនាំមកនៅទុក្ខសោកពុំខានម្យ៉ាងទៀតគេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួតប្រើសឆ្លុះពស់ចូលក្នុងភូមិតែចាត់ទុកថាជាប្រទល់មិនល្អទើបគេបណ្ដេញឲ្យចេញពីស្រុកភូមិទៅរាល់ឧបទ្រពចង្រៃផងដែរជំនឿលើសត្វប្រើសជាសត្វស្លូតបូតមួយប្រភេទមិនប្រមាញ់សត្វដទៃជាអាហារទេគឺស៊ីតែស្មៅនិងរុក្ខជាតិហើយក៏ខ្លាចមនុស្សនិងសត្វម៉ាំងសាសីដទៃទៀតដែរហេតុអ្វីគេចាត់ទុកសត្វនេះជាសត្វចង្រៃឬតំណាងឲ្យភាវៈអាក្រក់ជំនឿបុរាណខ្មែរដែលចាត់ទុកសត្វប្រើសតំណាងឲ្យសភាវៈអាក្រក់គឺជាប់ពាក់ព័ន្ធទៅនឹងរឿងទេវកថាដូចជារឿងរាមកេរ្តិ៍ត្រង់វគ្គព្រះរាមដើរដែលមហាយក្សក្រុងរាពណ៍បញ្ជាឲ្យសេនារបស់ខ្លួនឈ្មោះមហារាជកាឡាខ្លួនជាសត្វប្រើសមៀតដោយបញ្ឆោតព្រះរាមឲ្យតាមប្រមាញ់ចូលក្នុងព្រៃដោយបាត់ស្វាមីយូរពេកព្រះនាងសីតាព្រួយព្រះតីជាខ្លាំងហើយក៏បានទទូចឲ្យព្រះលក្សណ៍ទៅតាមជួយព្រះរាមហើយព្រះនាងសីតាក៏នៅក្នុងខ្ទមតែម្នាក់ឯងទីបំផុតក្រុងរាពណ៍ក៏បានឱកាសចូលចាប់ព្រះនាងសីតាយកទៅក្រុងលង្កាដែលជាដែនអាណាចក្ររបស់ពួកអសុរៈរីឯប្រើសមាសនោះក៏ត្រូវព្រះរាមបានបាញ់សម្លាប់បានសម្រេចប៉ុន្តែហេតុការណ៍នេះគឺជាឧបាយកលរបស់ក្រុងរាពណ៍ទាំងអស់ហើយទុកសោកដែលព្រះនាងសីតាត្រូវក្រុងរាពណ៍ចាប់យកទៅនោះក៏ចង្រៃមកពីសត្វប្រើសមាសនោះឯងនេះហើយជាមូលន័យនៃរបាំត្រុដិដែលយើងមិនសូវបានដឹងស៊ីជម្រៅប្រវត្តិសាស្ត្រជនជាតិសំរ៉ែជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមកម្ល៉េះភាគច្រើនរស់នៅភូមិភាគខាងជើងបឹងទន្លេសាបដូចជាខេត្តកំពង់ធំសៀមរាបព្រះវិហារសុរិន្ទស្រីស្លាកែតឧត្បលរាជធានីជាដើមកាលបុរាណជារៀងរាល់ពេលចូលឆ្នាំខ្មែរជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធបុរៈក្រុងអង្គរជនជាតិសំរ៉ែនិងជនជាតិដើមផ្សេងទៀតគឺធ្លាប់បម្រើរាជការខ្មែរនិងពូកែធ្វើសង្គ្រាមយ៉ាងស្វិតស្វាញតួយ៉ាងជនជាតិសំរ៉ែក៏បានផលិតដាវនិងអាវុធយុទ្ធភ័ណ្ឌនានាថ្វាយព្រះបាទជ័យវរ្ម័នទី7និងទ័ពខ្មែរប្រើប្រាស់ក្នុងការធ្វើសង្គ្រាមបណ្ដេញចាមឈ្លានពានផងដែរម្យ៉ាងវិញទៀតរបាំត្រុដិនេះក៏បានផ្សារភ្ជាប់ទៅនឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលមានការរាំងស្ងួតគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថាក្ងោកជាតំណាងឲ្យព្រះអាទិត្យមនុស្សបន់ស្រន់ដល់ព្រះអាទិត្យសូមឲ្យព្រះអាទិត្យផ្ដល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ
chọc này ai miền đất ai ở cố quay ai riết ở ná riết ai ná đông 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 nhau nhau nó cười càng chân môi cho cái giặc kia